អ្នកនរគ្នាខ្ញុំចង់ដឹងថាអ្នកគេខ្លះដូចខ្ញុំអ្នកកើតនៅបាត់ដំបងណាស្រុកកណ្ដាលនៅបាត់ដំបងឲ្យសុតសាតក៏ប៉ុន្តែអត់ដែរស្គាល់ក៏ដូចជាអត់ស្ូវដឹងច្រើនពីប្រវត្តិឬក៏កន្លែងដើរលេងនៅបាត់ដំបងហ្មងទេខ្ញុំគិតថាប្រហែលជាយើងកើតនៅស្រុកនឹងយើងដើរនៅស្រុកនឹងឆ្អែតអីចឹងអញ្ចឹងយើងអត់សូវចាប់អារម្មណ៍វាទៀតទេតែថ្ងៃហ្នឹងយើងមកចាប់អារម្មណ៍ខេត្តបាត់ដំបងហើយដើរលេងទាំងអស់គ្នាជាមួយបងខ្ញុំមកដល់បាត់ដំបងឬដែលខ្ញុំត្រូវធ្វើមុនគេថ្ងៃហ្នឹងគឺមកដូរសពុតឡាននៅកាពីតូលដោយសារតែខ្ញុំទិញសពុតឡាននៅក្នុង app កាពីតូលតាំងពីខែ8អ្នកនរគ្នាហើយឥឡូវខែ9ហើយអញ្ចឹងខ្ញុំចង់ដូរពីពេលព្រឹកដែលខ្ញុំទិញហ្នឹងទៅឡើងឡាននៅពេលថ្ងៃវិញបន្ទាប់ពីដូរហើយខ្ញុំក៏ដប់បងខ្ញុំទៅលេងវត្តដំរីសទាំងអស់គ្នាដោយសារតែវត្តហ្នឹងគឺសម្បូររូបចម្លាក់ផុសច្រើនហើយក៏ជាអាចថាជាកន្លែងទេសចរមួយដែលយើងយល់ដឹងពីប្រវត្តិសាស្ត្រក៏ដូចជាទទួលបានអារម្មណ៍ចម្លែកប្លែកដែលវាមើលទៅវាស្អាតដែរអញ្ចឹងណាមួយវិញទៀតក៏វាតកតងទៅនឹងរឿងអក្សរសិល្ប៍បុរាណរបស់យើងដែរគឺរឿងរាមកេរ្តិ៍វត្តដំរីសហ្នឹងមានអាយុកាលជាង200ឆ្នាំហើយអ្នកទាំងអស់គ្នាហើយកសាងឡើងដោយលោកស្រីអឹងដែលត្រូវបានគេស្គាល់ថាជាប្រពន្ធទី2របស់លោកកថាថនឈុំហើយក្បាច់រចនារបស់វត្តនេះពិតជាស្អាតមែនទែនអ្នកទាំងអស់គ្នាវាគឺជាវត្តអាចថាវត្តកូនកាត់កាត់ខ្មែរបន្តិចថៃបន្តិចហើយនឹងអ៊ីតាលីបន្តិចដោយសារតែជាងធ្វើស្ថាបនិកអ្នកធ្វើវត្តហ្នឹងគឺជាជនជាតិអ៊ីតាលីអញ្ចឹងហើយបានវារៀងកាត់អ៊ីតាលីហើយដោយសារតែនៅពេលដែលវត្តនេះកំពុងតែធ្វើឡើងនៅក្នុងឆ្នាំ1904ហ្នឹងគឺជាឆ្នាំដែលប្រទេសខ្មែរយើងនៅក្រោមខេត្តបាត់ដំបងនៅជាប់ក្រោមអំណាចរបស់សៀមអញ្ចឹងបានវាមើលទៅវារៀងកាត់សៀមតែគួរសោកស្ដាយដែរដោយសារតែអ្នកស្រីអឹងដែលគាត់ជាអ្នកផ្ដួចផ្ដើមក្នុងការកសាងវត្តហ្នឹងគាត់ត្រូវបានស្លាប់ហើយគេក៏បញ្ចុះសពគាត់នៅក្នុងវត្តហ្នឹងដែរក៏ប៉ុន្តែខ្ញុំរត់ឃើញអ្នកនរគ្នាអត់ដឹងនៅកន្លែងណាចេញពីវត្តយើងក៏នាំគ្នាជិះម៉ូតូទៅរកផ្ទះប៉ិតដោយសារតែចង់ដឹងចង់ឃើញថាផ្ទះបុរាណផ្ទះប៉ិតហ្នឹងវាបែបម៉េចវារូបរាងបែបម៉េចហើយវាមានអ្វីខ្លះចឹងណាផ្ទះប៉ិតខ្ញុំគិតថាផ្ទះប៉ិតនៅបាត់ដំបងហ្នឹងដូចជាមាន 2-3 កន្លែងដែរតែខ្ញុំចូលមកផ្ទះប៉ិតមួយនេះវាគឺជាផ្ទះបុរាណចាស់ដែរហើយនៅពេលដែលចូលទៅមានលោកយាយនិងលោកតាគឺជា tour guide គាត់ guide បងខ្ញុំគាត់ប្រាប់ថាអូអានេះគឺជាអីអានេះជាអ្វីយើងសម្រាប់ធ្វើអ្វីហើយនេះគឺមានអាយុកាលប្រហែលឆ្នាំហើយចឹងណាតាមពិតទៅបើតាមសួរអារម្មណ៍ខ្ញុំហ្មងគឺខ្ញុំមានអារម្មណ៍ថាគាត់ធួលឿនពេកហើយវាអត់សូវលម្អិតប្រហែលហើយពេលគាត់ធួហ្នឹងគឺគាត់ធួជាភាសាអង់គ្លេសអញ្ចឹងទៅខ្ញុំនិងបងខ្ញុំស្ដាប់ភាសាអង់គ្លេសគាត់បានខ្លះបានច្រើនដែរដោយសារតែខ្ញុំគិតថាគាត់ទន្ទិញតែអត់អីទេគឺពួកយើងស្ដាប់បានឡើង 80% គួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនអ្នកទាំងគ្នានៅពេលដែលឡើងទៅដល់លើផ្ទះហើយមានអារម្មណ៍ថាយើងនៅផ្ទះមួយទៀតដែលក្នុងសម័យបុរាណណាយើងមានអារម្មណ៍ថាវ៉ាវខ្លាំងមែនទែនហើយផ្ទះហ្នឹងមានអាយុកាលប៉ុណ្ណឹងឆ្នាំហើយនៅតែទុកដល់តកូនតចៅរបស់គាត់ទៀតពេលដែលធួចប់យើងត្រូវទៅកាត់ឈ្មោះនិងឲ្យលុយទៅលោកតាហើយលុយហ្នឹងអត់ច្រើនទេអ្នកទាំងគ្នាដូចជា$2 2នាក់អញ្ចឹង$4តែខ្ញុំជូនគាត់20000ហើយនៅពេលដែលចុះពីលើផ្ទះហ្នឹងក៏ជួយទិញតំណាប់ស្វាយរបស់លោកយាយដែរក៏ព្រោះតែឃើញថាលោកយាយគាត់ចាស់ហើយគាត់លក់អញ្ចឹងណាទៅក៏ចង់ជួយ support business small business របស់គាត់ចេញពីផ្ទះប៉ិតពួកយើងទៅញ៉ាំបាយថ្ងៃត្រង់នៅផ្ទះលោកម្ចាស់ខ្ញុំកំងតែបៃតងមួយបងខ្ញុំកំង strawberry smoothie មួយបន្តមកទៀតខ្ញុំញ៉ាំជាមួយនឹងបុកសណ្តែកគូសាច់គោក៏តែសាច់គោហិងតិចមានសណ្តែកគូវាច្រើនពេកហើយបងខ្ញុំវិញគាត់កំងកាពឹសបំពងគាត់អត់ដឹងគាត់មើលអសក់យល់អញ្ចឹងគាត់អត់ដឹងគាត់ស្មានថាអូ maybe អាហ្នឹងវាញ៉ាំកើតគាត់សម័យរូបអត់ចាញ់តែពេលមានអីកំងមកវាគឺជា snack ញ៉ាំ HH យើងចំណាយពេលនៅនឹងប្រហែលជា1ម៉ោងជាងរួចយើងក៏ជិះម៉ូតូទៅភ្នំសំពៅទៅលេងភ្នំសំពៅទៅមើលពជាវនិយាយត្រង់ខ្ញុំរស់នៅខេត្តបាត់ដំបងដូចជា17ឆ្នាំហើយខ្ញុំអត់ដែរមកលេងភ្នំសំពៅទេធ្លាប់តែឮគេថាអូមកមើលពជាវនៅភ្នំសំពៅចឹងតែខ្លួនឯងដែរមកមើលទេអត់ដឹងថាពជាវចេញមិនហើយភ្នំសំពៅហ្នឹងមិនខ្លះទេធ្លាប់តែឮរឿងព្រេងនិទានចឹងធ្លាប់តែឮប្រវត្តិភ្នំសំពៅតែបើថាមកផ្ទាល់ហ្មងគឺដែរមកទេហើយដឹងថាភ្នំសំពៅហ្នឹងនៅលើភ្នំមានអីខ្លះមានរឿងតាក់ទងនឹងអីខ្លះគឺដឹងសោះហ្មងពេលខ្ញុំទៅដល់ហ្នឹងខ្ញុំរងឡើងទៅភ្នំសំពៅក៏ប៉ុន្តែគាត់ថាឡើងម៉ូតូប្រហែលជាឡើងអត់កើតដឹងម៉ូតូខ្ញុំម៉ូតូត្រីមកហើយខ្ញុំវាអត់សូវជំនាញក្នុងការបើកម៉ូតូប្រហែលទេខ្ញុំវារៀងភ័យខ្លាចដែរណាមួយមើលទៅភ្នំឃើញរៀងចោតដែរតែគេថាឡើងម៉ូតូបានតើអូនអត់អីទេតែខ្ញុំវាខ្លាចពេកខ្ញុំក៏អត់បានឡើងទេយើងក៏ទៅអង្គុយមើលពជាវហើយពជាវចេញមកច្រើនអ្នកនរគ្នារាប់ពាន់ក្បាលវារបៀបយើងអង្គុយនិយាយគ្នាពជាវនេះមានសណ្ដាប់ធ្នាប់ល្អមែនចេញមកជាជូរហើយវាមានទំនៀមទម្លាប់របស់វាមិនដឹងទេនេះតែស្អាតលយវាគួរឲ្យចាប់អារម្មណ៍ណាអ្នកនរគ្នាធ្វើយើងឆ្ងល់ថាមិនបានពជាវនឹងដល់កន្លែងហ្នឹងវាលោតចឹង
ចឹងហើយមិនបានវាខ្ញៃគ្នាចឹងហើយមិនបានវារោមគ្នាទៅមកចឹងពេលកន្លែងហ្នឹងហើយឆ្ងល់ច្រើនអង្គុយឆ្ងល់ពីអ្នកបងខ្ញុំហើយទៅសួរ Chat GPT ថាមិនបានវាចឹងមុនពេលដែលបជាចេញពីរោងហ្នឹងខ្ញុំក៏អង្គុយនិយាយជាមួយបងខ្ញុំប្រាប់ពីប្រវត្តិភ្នំសំពៅទៅដល់គាត់ខ្លះដែរហើយគាត់ក៏បានដឹងពីរឿងប្រេងចឹងណាដល់ពេលមើលបជាចប់ខ្ញុំចង់ឡើងភ្នំមានអីមានបងម្នាក់ហ្នឹងគាត់មកសួរយើងថាបងឡើងភ្នំអត់ទៅយើងខ្ញុំថាចាំបងឡើងតែមានអីជិះម៉ូតូឡើងភ្នំ3នាក់ម៉ែអើយប្រឡឹងខ្ញុំចង់សក់ហើយខ្ញុំថាមិនទេម៉ូតូអូសរួចអត់ខ្ញុំអាណិតម៉ូតូជាងគេហ្មងហើយពេលហ្នឹងអារម្មណ៍ខ្ញុំចា nothing beat a jet to holiday ជិះម៉ូតូឡើងភ្នំហ្នឹងទៅមកដូចជាអស់តែ10000ទេអ្នកគ្នាតែខ្ញុំជូនគាត់15000ដោយសារតែខ្ញុំអាណិតម៉ូតូគាត់បើយកលុយនឹងទៅធ្វើម៉ូតូខ្ញុំអត់ដឹងថាគ្រប់អត់ហងហើយជាដំបូងយើងទៅលេងលាអាងហ្នឹងឈ្មោះលាអាងអីខ្ញុំភ្លេចបាត់ហើយក៏ប៉ុន្តែលាអាងហ្នឹងមានប្រវត្តិប៉ិតហ្មងណាដែលនៅពេលសម័យខ្មែរក្រហមគេយកមនុស្សមកវាយចោលនៅហ្នឹងហើយតម្លាក់ចូលក្នុងលាអាងហ្នឹងតែម្ដងនិយាយមែនណាខ្ញុំមិនដែលដឹងថាអូមានរឿងបែបហ្នឹងទេទៅពេលមកដល់កន្លែងទីតាំងជាក់លាក់ច្បាស់លាស់ទៅដឹងថាមានរឿងចឹងកើតឡើងដែរហើយមានប្រវត្តិសាស្ត្រនៅហ្នឹងដែរបងម្នាក់ដែលគាត់ដប់តោយើងមកគាត់បាននិយាយប្រាប់ពួកយើងទ្រុសខាងចាអាលាអាងមួយដែលពួកយើងដើរចូលទៅក្នុងហ្នឹងអាលាអាងហ្នឹងគឺជាលាអាងដែលគេវាយមនុស្សធំចោលនៅហ្នឹងមនុស្សជំទង់មនុស្សពេញវ័យហើយអាលាអាងខាងឆ្វេងដៃរបស់គាត់ហ្នឹងគឺជាលាអាងដែលគេវាយកូនក្មេងតម្លាក់ចោលនៅហ្នឹងយើងដើរចូលទៅក្នុងលាអាងហ្នឹងវាមានសភាពល្ងឹតមែនតើអ្នកទាំងគ្នាហើយណាមួយវាចិត្តយប់ហើយប្រហែលជាកាលហ្នឹងដូចជាម៉ោង5ជាងហើយម៉ោង5ហើយខ្ញុំចូលទៅខ្ញុំខ្លាចក៏មិនតែអើយដោយសារតែបងខ្ញុំក៏ចង់ដឹងចង់លឺខ្ញុំក៏ចង់ដឹងចង់លឺដូចគ្នាថាតើរូបភាពប៉ិតបែបមិនបែបណាអញ្ចឹងណាខ្ញុំអត់និយាយកុហកទេពេលខ្ញុំដើរទៅដល់ក្នុងលាអាងហ្នឹងណាខ្ញុំដកដង្ហើមសឹងតែចង់កើតហ្មងគឺថប់អារម្មណ៍ថប់យកតែមែនតែនហ្មងយើងដកដង្ហើមពិបាកខ្លះមែនតែខ្ញុំគិតថាអត់ដឹងថាមកពីហេតុអីមកពីហេតុដែលយើងខ្លាចពេកយើងបន្លាចខ្លួនឯងឬក៏មកពីហេតុដែលខ្យល់អុកស៊ីសែនវាមិនគ្រប់គ្រាន់តែខ្ញុំដូចគិតថាខ្យល់អុកស៊ីសែនមិនគ្រប់គ្រាន់ទេតែយើងកុំគិតច្រើនឥឡូវយើងបានសុខហើយអត់អីទេអូអ្នកទាំងអស់គ្នាឃើញកំពូលលាអាងមិញហ្នឹងអត់អាកំពូលលាអាងមិញហ្នឹងគឺជាកន្លែងដែលខ្មែរក្រហមវាយសម្លាប់ចងប្រជាជនស្លាប់ហើយតម្លាក់ចូលក្នុងលាអាងហ្នឹងហ្មងហើយអាកន្លែងឆ្អឹងមិញហ្នឹងគឺជាឆ្អឹងធាតុឆ្អឹងដែលសល់របស់មេតបគេយកមកដាក់ក្នុងហ្នឹងហើយទៅនៅក្រៅឆ្អឹងរបស់មេតបហ្នឹងគឺមានលាអាងមួយទៀតក៏ប៉ុន្តែខ្ញុំអត់បានចូលទៅដោយសារតែវារៀងយប់ដែរហើយខ្ញុំពិបាកដកដង្ហើមពេកខ្ញុំក៏ឡើងមកលើវិញទៅឡើងមកលើមានរូបចម្លាក់ដែលគេឆ្លាក់ពីមនុស្សដែលចូលទៅឋាននរកអញ្ចឹងខ្ញុំក៏ប្រយោជន៍ប្រាប់បងខ្ញុំថាអូចេះ1ចេះ2ចេះ3អញ្ចឹងទៅនៅពេលដែលយើងស្លាប់យើងចុះឋាននរកយើងធ្វើប្រកាសអ្វីបានយើងត្រូវចូលផ្ទះខ្លាញ់បានយើងត្រូវឡើងដើមរកាដែកអញ្ចឹងណាគាត់បងខ្ញុំគឺមានជាការចាប់អារម្មណ៍នឹងពុទ្ធសាសនាខ្លាំងមែនទែនហើយខ្ញុំក៏បានយកគាត់ទៅវត្តដែរនៅពេលដែលទៅវត្តហ្នឹងគឺគាត់ចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើពុទ្ធសាសនាទៅលើគំនូរដែលគាត់ឃើញនៅវត្តហ្នឹងខ្ញុំនិយាយប្រាប់គាត់បានខ្លះៗដោយសារតែពេលខ្លះខ្ញុំពិបាកក្នុងការបកស្រាយអក្សរសិល្ប៍ទៅជាអង់គ្លេសហ្មងខ្ញុំពិបាកបញ្យល់គាត់ហើយខ្ញុំគិតថាអូខេចាំទៅសៀមរាបចាំអូននាំបងទៅលេងបណ្ណាល័យរបស់បង Rick KH ដើម្បីយើងទៅស្រាវជ្រាវព័ត៌មានបន្ថែមនៅក្នុងហ្នឹង so okay វីដេអូខ្ញុំបានមកដល់ទីបញ្ចប់ហើយអ្នកទាំងអស់គ្នា thank you guys for watching and I see you in the next video bye